សួស្តីមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel កូននាគរបស់យើងខ្ញុំថ្ងៃនេះយើងនឹងជជែកគ្នាអំពីប្រធានបទមួយដែលស្ដាប់ទៅហាក់ដូចជាធម្មជាតិបន្តិចប៉ុន្តែវាបង្កប់នូវអត្ថន័យជីវិតយ៉ាងជ្រាលជ្រៅនោះគឺពន្លឺក្នុងភាពងងឹតឬយប់និងថ្ងៃជាគូនឹងគ្នាតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាជីវិតយើងមិនអាចមានពន្លឺរហូតហើយហេតុអ្វីបានជាយើងត្រូវឆ្លងកាត់ភាពងងឹតវីដេអូនេះនឹងជួយឲ្យអ្នកយល់ពីតុល្យភាពនៃជីវិតនិងរបៀបរក្សាក្តីសង្ឃឹមនៅពេលដែលអ្នកស្ថិតក្នុងស្ថានភាពដ៏ខ្មៅងងឹតបំផុតដោយបងប្អូនជ្រាបស្រាប់ហើយថាបើគ្មានយប់ក៏គ្មានថ្ងៃដែរបើគ្មានភាពងងឹតយើងក៏មិនស្គាល់តម្លៃនៃពន្លឺផងដែរចំណែកអ្នកវិទ្យាសាស្ត្របានបញ្ជាក់ផងដែរថាផែនដីត្រូវការពេលយប់ដើម្បីឲ្យត្រជាក់និងឲ្យរុក្ខជាតិសម្រាកក្នុងជីវិតមនុស្សវិញភាពបរាជ័យឬទុក្ខព្រួយគឺជាយប់ដែលផ្ដល់ឱកាសឲ្យយើងរៀនសូត្រនិងសន្សំកម្លាំងយប់និងថ្ងៃមិនមែនជាសត្រូវនឹងគ្នាទេប៉ុន្តែពួកគេបំពេញឲ្យគ្នាទៅវិញទៅមកចូលផ្ដល់ក្តីសង្ឃឹមនិងការតស៊ូចំពោះខ្លួនឯងសូម្បីតែក្នុងពេលយប់ដែលងងឹតបំផុតក៏នៅមានពន្លឺផ្កាយដូចគ្នាដែរក្នុងបញ្ហាដែលធ្ងន់ធ្ងរបំផុតក៏តែងតែមានដំណោះស្រាយឬមេរៀនសម្រាប់យើងភាពងងឹតមិនមែនជារៀងរហូតនោះទេដោយដែលព្រះអាទិត្យតែងតែរះនៅពេលព្រឹកជីវិតរបស់អ្នកក៏នឹងមានពន្លឺឡើងវិញផងដែរភាពងងឹតមិនអាចបណ្ដេញភាពងងឹតខ្លួនឯងបានទេមានតែពន្លឺប៉ុណ្ណោះដែលអាចធ្វើរឿងនេះបានសូមកុំខ្លាចនៅភាពងងឹតកុំខ្លាចការខកចិត្តកុំបារម្ភនៃការបាត់បង់ចូលទទួលរឿងទាំងអស់នេះជាផ្នែកមួយនៃដំណើរជីវិតរបស់អ្នកចូលបង្កើតពន្លឺដោយខ្លួនឯងត្រូវចាំថាប្រសិនបើខាងក្រៅងងឹតអ្នកអាចអុជទៀនក្នុងចិត្តបានតាមរយៈការអប់រំចំណេះដឹងនិងសេចក្តីល្អគឺជាពន្លឺដែលគ្មានថ្ងៃរលត់រក្សាភាពវិជ្ជមាននិងការដឹងគុណចំពោះអ្វីដែលមានទោះបីជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយយប់និងថ្ងៃគឺជាគូនឹងគ្នាដែលមិនអាចបំបែកបានភាពងងឹតគ្រាន់តែជាការសាកល្បងដើម្បីឲ្យអ្នកមើលឃើញពន្លឺកាន់តែច្បាស់ដូច្នេះកុំបោះបង់នៅពេលអ្នកជួបយប់ដ៏ងងឹតព្រោះព្រះអាទិត្យកំពុងរង់ចាំរះនៅត្រើយម្ខាងទៀតជីវិតរបស់មនុស្សមិនមែនដូចជាបន្ទាត់ត្រង់ដែលឡើងរហូតទៅលើនោះទេប្រៀបបានដូចជាចង្វាក់បេះដូងផងដែរដែលត្រូវមានឡើងមានចុះទៅបញ្ជាក់ថាមានជីវិតប្រសិនបើជីវិតមានតែពន្លឺឬភាពជោគជ័យរហូតយើងនឹងក្លាយជាមនុស្សដែលរឹងទទឹងគ្មានការយល់ចិត្តនិងមិនស្គាល់ពីតម្លៃនៃភាពសុខសាន្តភាពងងឹតឬការលំបាកបង្រៀនឲ្យយើងមានភាពបន្ទាបខ្លួននិងចេះអាណិតអាសូរដល់អ្នកដទៃដែលកំពុងស្ថិតក្នុងភាពងងឹតដូចគ្នាពេលថ្ងៃត្រង់យើងមិនអាចមើលឃើញផ្កាយនៅលើមេឃបានទេទោះបីជាវាមានវត្តមាននៅទីនោះក៏ដោយលុះត្រាតែមានមេឃងងឹតសូន្យសុងទៅពន្លឺផ្កាយដែលនៅឆ្ងាយរាប់លានឆ្នាំបានបំភ្លឺបញ្ចេញសម្រស់មកឲ្យយើងឃើញសមត្ថភាពលាក់កំបាំងឬភាពរឹងមាំខាងក្នុងរបស់អ្នកជារឿយៗមិនលេចចេញមកទេនៅពេលដែលអ្វីៗគ្រប់យ៉ាងកំពុងរលូនប៉ុន្តែនៅពេលដែលអ្នកជួបវិបត្តិនោះភាពងងឹតគឺជាពេលដែលពន្លឺនៃភាពជាអ្នកដឹកនាំឬភាពច្នៃប្រឌិតរបស់អ្នកលេចចេញមកការដែលរងចាំថ្ងៃរះគឺជារឿងមួយប៉ុន្តែការរៀនរស់នៅក្នុងយប់ងងឹតគឺជាជំនាញមួយផ្សេងទៀតប្រសិនបើអ្នកកំពុងស្ថិតក្នុងយប់នៃជីវិតដូចជាការបរាជ័យក្នុងរឿងការងារអាជីវកម្មការបាត់បង់មនុស្សជាទីស្រឡាញ់ការបាត់បង់ទំនុកចិត្តឬការបាក់ទឹកចិត្តសូមកុំអង្គុយយំរងចាំតែពន្លឺព្រះអាទិត្យសូមអុជទៀនដោយខ្លួនឯងដែលទៀននោះអាចជា
ការអានសៀវភៅដើម្បីបំភ្លឺខួរក្បាលការទៅហាត់ប្រាណដើម្បីបំភ្លឺសុខភាពឬក៏ការធ្វើសមាធិដើម្បីបំភ្លឺផ្លូវចិត្តសូមកុំឲ្យភាពងងឹតខាងក្រៅរាលដាលចូលទៅក្នុងចិត្តរបស់អ្នកបើខាងក្រៅងងឹតចូលធ្វើឲ្យខាងក្នុងចិត្តរបស់អ្នកភ្លឺកាន់តែច្បាស់ជាទីបញ្ចប់ខ្ញុំសូមអរគុណចំពោះមិត្តអ្នកស្ដាប់ដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានស្ដាប់វីដេអូលើកទឹកចិត្តពីដើមរហូតដល់ចប់ហើយយើងខ្ញុំសង្ឃឹមថាអត្ថបទពន្លឺក្នុងភាពងងឹតនេះនឹងក្លាយជាមិត្តរួមផ្លូវដ៏ល្អមួយនៅពេលដែលបងប្អូនជួបប្រទះនឹងយប់ដ៏សែនងងឹតក្នុងឆាកជីវិតសូមចាំថាក្នុងចិត្តរបស់អ្នកនៅមានពន្លឺជានិច្ចហើយយើងនឹងឆ្លងកាត់វាទៅជាមួយគ្នាសូមអរគុណនិងសូមជូនពរមិត្តអ្នកស្ដាប់ជួបតែសុខភាពល្អសំណាងល្អនិងចូលរួម Subscribe Channel កូននេះដើម្បីទទួលបានសារលើកទឹកចិត្តជាច្រើនបន្តទៀត